អ្នកធ្លាប់អង្គុយមើលម៉ោងដើររាប់ម៉ោងទាំងដឹងថាខ្លួនមានការងារត្រូវធ្វើតែបែរជាកម្រើកខ្លួនមិនរួចដែរឬទេនេះមិនមែនគឺជាភាពខ្ជិលនោះទេប៉ុន្តែវាអាចគឺជាសញ្ញានៃជំងឺមួយដែលគេឲ្យឈ្មោះថា Executive Dysfunction នៃជំងឺ ADHD នៅក្នុងចិត្តសាស្ត្រខួរក្បាលរបស់អ្នកជំងឺ ADHD មានកម្រិតសារធាតុដូប៉ាមីនទាបខុសពីធម្មតានៅក្នុងផ្នែក prefrontal cortex ដែលវាធ្វើឲ្យប្រព័ន្ធប្រសាទនៅក្នុងការបញ្ជារបស់ខួរក្បាលមិនអាចកំណត់អត្ថភាពបានសម្រាប់អ្នកខួរក្បាលមើលឃើញការបោកខោអាវនិងការសរសេររបាយការណ៍មានទម្ងន់ស្មើគ្នាទើបធ្វើឲ្យអ្នកគាំងមិនអាចទៅណារួចផលលំបាកនៃជំងឺនេះមានដូចជាការផ្ដោតអារម្មណ៍ខ្លាំងពេកឬក៏គេហៅថា hyperfocus អ្នកអាចអង្គុយធ្វើរឿងដែលចូលចិត្តរាប់ម៉ោងបានភ្លេចបាយភ្លេចទឹកតែរឿងដែលអ្នកចាំបាច់ធ្វើបែរជាធ្វើវាមិនបានសូម្បីតែ5នាទីទី2គឺតាក់ទងទៅនឹងភាពវឹកវរនៅក្នុងចិត្តសំឡេងនៅក្នុងខួរក្បាលរបស់អ្នកប្រៀបបានដូចជាវិទ្យុដែលបើកប៉ុស្តិ៍ចោលចំនួន10ក្នុងពេលតែមួយឬក៏ជាកុំព្យូទ័រដែលបើក tab ជាច្រើនក្នុងពេលតែមួយដែលធ្វើឲ្យវាជាប់គាំងចំណុចទី3គឺអ្នកជំងឺមានការភ្លេចភ្លាំងភ្លាមៗអ្នកបានដើរចូលទៅក្នុងបន្ទប់រួចហើយក៏ភ្លេចថាខ្លួនឯងមកទីនេះដើម្បីអី ADHD មិនមែនកើតតែនៅលើក្មេងរពឹសនោះទេវាគឺជាការតស៊ូរបស់មនុស្សពេញវ័យដែលព្យាយាមរៀបចំជីវិតនៅក្នុងពិភពលោកដ៏មមាញឹកផងដែរការយល់ពីយន្តការរង្វាន់នៃខួរក្បាលគឺជាសោរដោះលែងអ្នកពីពាក្យថាមនុស្សខ្ជិលឬអត់ប្រយោជន៍អ្នកទាំងអស់គ្នាបញ្ហាផ្លូវចិត្តតាមពិតទៅវាមិនមែនជារឿងលេងសើចសម្រាប់អ្នកទាំងអស់គ្នានោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងលោកគ្រូពេទ្យជំនាញឬក៏ clinic ដែលមានបទពិសោធន៍ច្រើនឆ្នាំដើម្បីពិគ្រោះជាមួយនឹងរោគវិនិច្ឆ័យដែលអ្នកទាំងអស់គ្នាកំពុងកើតឲ្យបានជាក់ច្បាស់ clinic ឯកទេសជំងឺផ្លូវចិត្ត MyCare គឺជា clinic តែមួយគត់ដែលលោកអ្នកអាចជឿទុកចិត្តបានជាមួយនឹងលោកគ្រូពេទ្យដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងទីតាំងនៅខាងក្រោយផ្សារ Eon 2ទំនាក់ទំនងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបាយ